យោធារុស្ស៊ីសងសឹកយ៉ាងចាស់ដៃចំពោះការវាយប្រហារភារកម្មរបស់ទីក្រុងគីវក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃប្រហ័សថាយោធារុស្ស៊ីបានបើកការវាយប្រហារធំជាបន្តបន្ទាប់ទៅលើទីតាំងយោធាអ៊ុយក្រែនក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធថាមពលពាក់ព័ន្ធផងដែរយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី12ខែកុម្ភៈឆ្នាំ2026បានឲ្យដឹងថាការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារដ៏ធំមួយដោយយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងក៏ដូចជាមីស៊ីនិងគ្រាប់បែកនាំផ្លូវដែលបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ជាច្រើនរបស់រុស្ស៊ីមានគ្រាប់ប្លង់ភាគច្រើនត្រូវបានស្ទាក់ចាប់បានទោះបីយ៉ាងណាក៏ដោយយ៉ាងហោចណាស់មានជនស៊ីវិល6នាក់រួមទាំងស្ត្រីម្នាក់បានរងរបួសដោយសារអំបែងគ្រាប់បែកនិងរលកផ្ទុះនៅក្នុងតំបន់ប្រទេសរុស្ស៊ីយោងតាមក្រសួងគឺការឆ្លើយតបរបស់រុស្ស៊ីនៅថ្ងៃប្រហ័សនេះពាក់ព័ន្ធនឹងប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយទាំងផ្លូវអាកាសនិងផ្លូវគោកក៏ដូចជាយន្តហោះគ្មានមនុស្សបើក UAV ការវាយប្រហារនេះត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅទៅលើកន្លែងផលិតនិងផ្ទុកយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់សម្រាប់តម្រូវការយោធានាវាចម្បាំងអាមេរិកពីរគ្រឿងបុកគ្នានៅសមុទ្រជិតអាមេរិកខាងត្បូងអំឡុងពេលធ្វើសម្ពយុទ្ធចាក់ប្រេងស្តង់ដាមន្ត្រីយោធាបានបញ្ជាក់កាលពីថ្ងៃប្រហ័សថានាវាចម្បាំងពីរគ្រឿងរបស់កងទ័ពជើងទឹកអាមេរិកបានបុកគ្នាក្នុងអំឡុងពេលប្រតិបត្តិការបំពេញបន្ថែមនៅសមុទ្រនៅក្នុងដែនទឹកជិតអាមេរិកខាងត្បូងដោយបានបណ្ដាឲ្យនាវិក2នាក់រងរបួសស្រាលនិងជំរុញឲ្យមានការស៊ើបអង្កេតលើហេតុការណ៍នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី13ខែកុម្ភៈឆ្នាំ2026បានឲ្យដឹងថាការប៉ះទង្គិចគ្នានេះបានកាត់ឡើងកាលពីថ្ងៃពុធខណៈដែលនាវាពិឃាតមីស៊ីល Arleigh USS DDG-103 និងនាវាគាំទ្រការប្រយុទ្ធល្បឿនលឿន TAOE 6បានធ្វើសម្ពយុទ្ធចាក់ប្រេងស្តង់ដាក្នុងអំឡុងពេលដែលនាវាធ្វើដំណើរស្របគ្នាខណៈដែលប្រេងឥន្ធនៈនិងសម្ភារៈផ្គត់ផ្គង់ត្រូវបានផ្ទេរបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិកបានបញ្ជាក់ថាបុគ្គលិក2នាក់បានរាយការណ៍ពីរបួសស្រាលនិងស្ថិតក្នុងស្ថានភាពមានស្ថិរភាពមន្ត្រីបាននិយាយថានាវាទាំងពីរនៅតែដំណើរការនិងអាចធ្វើដំណើរដោយសុវត្ថិភាពបន្ទាប់ពីហេតុការណ៍នេះវីដេអូដែលបានចែករំលែកតាមអ៊ីនធឺណិតហាក់ដូចជាបង្ហាញពីពេលដែលនាវាត្រាក់ស្ទឹងបានតាក់ទងជាមួយនាវា Supply ដោយនាវាទាំងពីរនៅតែដំណើរការនៅពេលនោះអេស៊ីប្រកាសរកឃើញទីតាំងហ្គាសនិងប្រេងឆៅថ្មីនៅតំបន់វាលខ្សាច់ភាគខាងលិចប្រទេសទីភ្នាក់ងារសារព័ត៌មានចិនសិនហួរចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រសួងប្រេងរបស់ប្រទេសអេស៊ីបកាលពីថ្ងៃប្រហ័សបានប្រកាសពីការរកឃើញធនធានហ្គាសនិងប្រេងថ្មីនៅវាលខ្សាច់ខាងលិចដោយរំពឹងថានឹងមានទិន្នផលប្រចាំថ្ងៃប្រហែល34លានហ្វីតគូបស្តង់ដារួមជាមួយនឹងប្រេងឆៅនិងជាង5200បារ៉ែលរបបកំហើញដែលធ្វើឡើងដោយក្រុមហ៊ុនវិស័យប្រេងចំនួន4គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ក្រសួងដើម្បីទូទាត់ការថយចុះផលិតកម្មធម្មជាតិនៅក្នុងអណ្ដូងចាស់កាត់បន្ថយវិក័យប័ត្រនាំចូលនិងជំរុញទិន្នផលថាមពលក្នុងស្រុកប្រទេសអេស៊ីបបាននឹងកំពុងព្យាយាមជំរុញផលិតកម្មប្រេងនិងហ្គាសរបស់ខ្លួនចំពេលមានការថយចុះនៃទិន្នផលឧស្ម័នធម្មជាតិក្នុងប៉ុន្មានឆ្នាំថ្មីនេះកាលពីនៅក្នុងខែសីហាឆ្នាំ2025កន្លងមកនាយករដ្ឋមន្ត្រី Mustafa Mabuli បាននិយាយថាការផលិតហ្គាសធម្មជាតិនាពេលបច្ចុប្បន្នរបស់ប្រទេសអេស៊ីបមានកម្រិត 4.1000 លានហ្វីតគូបក្នុងមួយថ្ងៃហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 6.6000 លានហ្វីតគូបក្នុងមួយថ្ងៃនៅឆ្នាំ2027ឥណ្ឌាគ្រោងទិញយន្តហោះចម្បាំង Rafale របស់បារាំង114គ្រឿងក្នុងពេលប្រឈមមុខនឹងបញ្ហាសន្តិសុខជាប់លាប់តាមបណ្ដោយព្រំដែនជាមួយប៉ាគីស្ថាននិងចិន
ក្រសួងការពារជាតិឥណ្ឌាបាននិយាយថាគណៈកម្មាធិការរដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃប្រហ័សបានផ្ដល់ការយល់ព្រមបន្ថែមរបស់ខ្លួនសម្រាប់ការទិញយន្តហោះចម្បាំង Rafale របស់បារាំងបន្ថែមនិងយន្តហោះល្បាតសមុទ្រក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារយោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី12កុម្ភៈបានឲ្យដឹងថាការទិញទាំងនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលត្រូវបានអនុម័តសម្រាប់កញ្ចប់ផលិតផលការពារជាតិដែលមានតម្លៃ 39.74 ពាន់លានដុល្លារការរក្សាអំណាចផ្លូវអាកាសគឺជាអត្ថប្រយោជន៍យុទ្ធសាស្ត្រសម្រាប់ប្រទេសឥណ្ឌាដែលប្រឈមមុខនឹងបញ្ហាសន្តិសុខជាប់លាប់តាមបណ្ដោយព្រំដែនរបស់ខ្លួនជាមួយគូប្រជែងដែលមានអាវុធនុយក្លេអ៊ែរគឺប៉ាគីស្ថាននិងចិនក្រសួងការពារជាតិឥណ្ឌាមិនបានផ្ដល់អំពីចំនួនយន្តហោះ Rafale ឬយន្តហោះ P-8E ដែលត្រូវទិញឬតម្លៃនោះទេទោះបីជាយ៉ាងណាក៏ដោយមន្ត្រីឥណ្ឌាម្នាក់ដែលដឹងផ្ទាល់អំពីបញ្ហានេះបានប្រាប់ The Associated Press ថាក្រុមប្រឹក្សាទិញយកការពារជាតិដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Rajnath Singh បានអនុម័តអ្វីដែលហៅថាការទទួលយកភាពចាំបាច់នៅក្នុងប្រទេសឥណ្ឌាសម្រាប់ការទិញយន្តហោះចម្បាំងពហុទូនីតិ Rafale ចំនួន114គ្រឿងពីប្រទេសបារាំងនិងយន្តហោះឆ្លូបយកការសមុទ្រ P-8E ចំនួន6គ្រឿងពីសហរដ្ឋអាមេរិកចិននិងមិចស៊ិកពិភាក្សាគ្នាចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មជុំវិញបញ្ហាពន្ធកុយខ្ពស់លោកលីឆេងកាងប្រធានអ្នកចរចាពាណិជ្ជកម្មរបស់ប្រទេសចិនកាលពីថ្ងៃច័ន្ទបានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចមិចស៊ិកលោក Vidal Larenas នៅក្នុងទីក្រុងប៉េកាំងក្នុងកិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងចាប់តាំងពីប្រទេសមិចស៊ិកបានដាក់ពន្ធខ្ពស់ជាងលើការនាំចូលរបស់ចិនហើយក៏ទទួលបានការព្រមានពីទីក្រុងប៉េកាំងវិញយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី12ខែកុម្ភៈបានឲ្យដឹងថាក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃប្រហ័សថាប្រទេសទាំងពីរបានធ្វើការផ្លាស់ប្ដូរស៊ីជម្រៅលើទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីនិងបញ្ហាផ្សេងៗទៀតប្រទេសមិចស៊ិកបានប្រកាសកាលពីខែធ្នូថាការដំឡើងពន្ធយ៉ាងខ្លាំងលើប្រទេសចិននិងប្រទេសដទៃទៀតដែលគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយមិចស៊ិកដែលភាគច្រើនរហូតដល់ 35% ការដំឡើងពន្ធនេះត្រូវបានអ្នកវិភាគបកស្រាយយ៉ាងទូលំទូលាយថាជាការប៉ុនប៉ងដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានដាក់ពន្ធយ៉ាងច្រើនលើទំនិញចិនពន្ធរបស់មិចស៊ិកអនុវត្តចំពោះទំនិញរាប់ពាន់មុខរួមទាំងរថយន្តគ្រឿងបន្លាស់រថយន្តវាយនភ័ណ្ឌសម្លៀកបំពាក់ផ្លាស្ទិកនិងដែកថែបប្រធានាធិបតីមិចស៊ិកលោកស្រី Claudia Sheinbaum បាននិយាយថាពន្ធទាំងនេះមានបំណងបង្កើនផលិតកម្មក្នុងស្រុកនិងដោះស្រាយអតុល្យភាពពាណិជ្ជកម្មពន្ធទាំងនេះត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ធំបំផុតលើប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មធំទី2របស់មិចស៊ិកបន្ទាប់ពីសហរដ្ឋអាមេរិក